សួស្តីបងប្អូនអរគ្នាពីទីក្រុង Zurich ប្រទេស Swiss អ្វីដែលខ្ញុំចង់ចែកម្លែកដល់បងប្អូនអរគ្នានៅថ្ងៃនេះគឺថានេះបងប្អូនឃើញទឹកហូរនេះទឹកស្ទឹងហើយយើងថាស្ទឹងក៏បានយើងហៅព្រែកក៏បានពងហូរហ្នឹងប៉ុន្តែហូរកាត់ស្ថានីយ៍អាទិភ្លើងបងប្អូនណាអញ្ចឹងនៅខាងនេះដៃនេះគឺស្ថានីយ៍អាទិភ្លើងបាទស្ថានីយ៍អាទិភ្លើងនៅ Zurich ហ្នឹងគឺស្ថានីយ៍ធំរបស់Swiss នៅ Zurich ហ្នឹងគឺនៅទីនេះឯងហើយនៅស្ថានីយ៍អាទិភ្លើងហ្នឹងគឺមានប្លោះកដាលនេះគេទុកឲ្យទឹកហូរចឹងដដែលបាទទុកទឹកហូរហើយអញ្ចឹងអាទិភ្លើងគេធ្វើស្ថានីយ៍អាទិភ្លើងពីលើស្ទឹងហ្នឹងហើយនឹងមានបណ្ដាញខ្លះគឺនៅខាងក្រោមហ្នឹងបាទអញ្ចឹងនៅពេលដែលយើងចូលទៅដល់ស្ថានីយ៍អាទិភ្លើងហ្នឹងគឺជ្រៅនៅខាងក្រោមហ្នឹងគឺមានអាទិភ្លើងធ្វើចរាចរណ៍ឆ្លងកាត់ហើយខាងលើហ្នឹងក៏មានអាទិភ្លើងធ្វើចរាចរណ៍ឆ្លងកាត់ដែរអញ្ចឹងនេះការរៀបចំស្រុកទេសនៅស្រុកគេណាគឺថាគេអត់មានទៅខ្ទប់ឬក៏អត់មានអីទៅនេះទេគឺថាគេឆ្នៃវាធ្វើជីកដីទៅធ្វើនៅខាងក្រោមបលាយនឹងតែម្ដងខាងក្រោមស្ទឹងតែម្ដងហើយនឹងគេធ្វើវារំលងពីលើបាទអញ្ចឹងនេះគាត់ចែកម្លែកឲ្យបងប្អូនដឹងថាចំណុចពិសេសរបស់វាដែលគេរៀបចំនៅទីនេះហើយទឹកស្ទឹងនេះគឺទឹកស្ទឹងធម្មជាតិបងប្អូនហើយវាទឹកហូរធ្លាក់ពីលើភ្នំមកហើយព្រោះនៅក្នុងស្រុកស្វីសគឺជាប្រទេសសម្បូរទៅដោយភ្នំហើយមានតកកមានអីចឹងនៅពេលវារលាយមកវាคล้ายជាទឹកហូរមកអញ្ចឹងបាទអញ្ចឹងអរគុណច្រើនបងប្អូនចែកម្លែកបងប្អូនអរគ្នាប៉ុណ្្នឹងទេគឺពីផ្នែកមួយនៃប្រទេសស្វីសបាទអរគុណច្រើនហើយនេះគឺអាទិភ្លើងនៅស្វីសបងប្អូនគឺច្រើនណាស់អាទិភ្លើងនៅស្វីសនេះវាជាមធ្យោបាយធ្វើដំណើរមួយដែលមានប្រសិទ្ធភាពបំផុតហើយសម្រាប់ប្រជាជននៅស្វីសនេះអញ្ចឹងគេប្រើអាទិភ្លើងឆ្លងពីតំបន់មួយទៅតំបន់មួយគឺសម្បូរបែបណាស់បាទអញ្ចឹងហើយនៅក្នុងទីក្រុងរបស់គេគឺគេប្រើប្រាស់របៀបដោយអាទិភ្លើងដែរបានគេហៅត្រាំជាមួយនឹង bus ដែលក៏ជាមធ្យោបាយធ្វើដំណើរដែលពេញនិយមដែរនៅក្នុងប្រទេសនេះព្រោះមានប្រសិទ្ធភាពអញ្ចឹងឡានមិនសូវមានច្រើនទេនៅតែមានឡានអញ្ចឹងតែគ្រាន់ថាมันមានច្រើនខ្លាំងណាស់ទេបាទបើដោយសារតែសេវាធ្វើដំណើរសាធារណៈរបស់គេហ្នឹងគឺវាមានប្រសិទ្ធភាពអញ្ចឹងនេះជាចំណុចមួយដែលយើងគួរតែរៀនសូត្រដែររបៀបនៃការអភិវឌ្ឍសង្គមរបស់គេបាទអញ្ចឹងបងប្អូនឃើញគឺថាសិតរថយន្តរទេះភ្លើងរថភ្លើងត្រៀបនៅនឹងហើយនេះនៅខាងលើទេហើយនៅខាងក្រោមដែលខ្ញុំបង្ហាញមុននឹងតិចហ្នឹងគឺថាខាងក្រោមបលាយហ្នឹងគឺមានទីភ្លើងជាច្រើនខ្សែទៀតនៅខាងក្រោមហ្នឹងបាទទាំងនេះគឺស្ថានីយ៍រថភ្លើងថ្នាក់កណ្ដាលរបស់គេបាទគឺស្ថានីយ៍រថភ្លើងធំរបស់គេប្រចាំនៅទីក្រុង Zurich ប្រទេសស្វីសហ្នឹងបាទ